សួស្តីបងប្អូនបាទខ្ញុំបង្ហាញដំណឹងមួយសម្រាប់អ្នកនៅខាងខេត្តកំពង់ធំបងប្អូនមានមន្ទីរពេទ្យសម្រាប់ព្យាបាលស្រីសិង្ហហៀងបងប្អូនអញ្ចឹងនៅមន្ទីរពេទ្យនេះដែលមានដៃគូសហការជាមួយនឹងបសសបងប្អូននេះបាទឃើញផ្លាកបសសហើយបងប្អូនគេហៅថាបេឡាជាតិសន្តិសុខសង្គមអញ្ចឹងមន្ទីរពេទ្យដែលមានផ្លាកសញ្ញាបែបហ្នឹងបានន័យថាអ្នកដែលមានកាតបសសអាចទៅទទួលសេវាកម្មបាទថែទាំសុខភាពដោយមិនអស់លុយបានបងប្អូនអញ្ចឹងអ្នកដែលមានកាតបសសបងប្អូនអញ្ចឹងអ្នកដែលជាសមាជិកដែលមានកាតបសសអាចបាទទៅទទួលសេវាកម្មថែទាំសុខភាពពិនិត្យសុខភាពបាទឬក៏បាទមានជំងឺអាចទៅមើលថែទាំតាមរយៈមន្ទីរពេទ្យនឹងបានដោយយើងយកកាតបសសហ្នឹងទៅបាទគឺបាទទទួលសេវាកម្មមិនអស់លុយទេអរគុណបងប្អូនជាដំណឹងល្អមួយ